តោះជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំម្ដងទៀតហើយបញ្ញាថ្ងៃហ្នឹងខ្ញុំមកអាប់ដេតទៅលើព័ត៌មានបន្តតាក់ទងនឹងប្រទេសអារ៉ង់ដែលប្រទេសអារ៉ង់គឺគាត់បានធ្វើការចង់ផលិតទៅលើលុយក្រែហ្នឹងហើយក៏ប៉ុន្តែមានការហាមឃាត់ពីប្រទេសអាមេរិកហ្នឹងហើយក៏យប់មិញហ្នឹងក៏បានជួបគ្នាចរចាគ្នាជាលើកទី3ដែលខ្ញុំបានចេញវីដេអូមុននឹងដូចគ្នាកាលពីម្សិលមិញហ្នឹងអញ្ចឹងក្រោយកិច្ចប្រជុំចប់ប្រទេសទាំងពីរនៅតែមិនទាន់មានភាពច្បាស់លាស់ថាគួរតែបន្តធ្វើបែបណាហើយសម្រាប់អារ៉ង់គឺគាត់នៅតែអាចនិយាយបានថាគឺគាត់តាក់ទងនឹងនុយក្លេអ៊ែរគឺគាត់អាចនឹងធ្វើការបញ្ឈប់ផលិតបានក៏ប៉ុន្តែតាក់ទងនឹងមួយទៀតទៅលើមីស៊ីលដែលអារ៉ង់ព្យាយាមផលិតហ្នឹងអាចបានថាដូចខ្ញុំនិយាយបញ្ជាក់ម្សិលមិញអញ្ចឹង50-50ទេដែលអារ៉ង់នឹងបញ្ឈប់ពីព្រោះអាចបានថាមីស៊ីលគឺគេធ្វើទុកសម្រាប់ការពារខ្លួនទេក៏ប៉ុន្តែអាមេរិកគឺគាត់អត់ចង់ឲ្យផលិតទាំងពីរតែម្ដងអញ្ចឹងកិច្ចប្រជុំហ្នឹងនៅតែមិនទាន់មានភាពច្បាស់លាស់បងប្អូនគ្រាន់តែថាអាចនឹងអារ៉ង់គឺគាត់បានត្រៀមខ្លួនរួចហើយក្នុងការចាប់គឺគាត់និយាយបានថាគឺគាត់ត្រៀមខ្លួនរួចហើយសម្រាប់ចំនួនមួយហ្នឹងអញ្ចឹងគឺអាចបានថាបើសិនជាករណីថាកិច្ចចរចាហ្នឹងវាអត់មានជាច្បាស់លាស់អីទេបើអាមេរិកវាយអារ៉ង់ក៏គាត់ត្រៀមខ្លួនក្នុងការវាយបកទៅវិញដូចគ្នាហ្នឹងកន្លែងមួយក៏ប៉ុន្តែឥឡូវហ្នឹងគឺនៅតែមានភាពចរចានៅតែចម្រុងចម្រាស់មិនទាន់ច្បាស់លាស់ទេហើយអញ្ចឹងមានតែរងចាំមើលទៅលើពិភាក្សាបន្តទៀតដែលធ្វើនៅទីក្រុងវីយេនយ៉ាប់យើងចាំមើលទាំងអស់គ្នាក៏ប៉ុន្តែសង្ឃឹមថាប្រទេសពីរហ្នឹងมันមានចំនួនរវាងគ្នាក៏ប៉ុន្តែអានេះជាការមើលឃើញរបស់ខ្ញុំទេយើងដឹងស្រាប់ហើយបងប្អូនប្រទេសអាមេរិកគឺជាប្រទេសមហាអំណាចលេខ1ទូទាំងពិភពលោកអញ្ចឹងបើសិនជាមានសង្គ្រាមមែនអារ៉ង់អាចនឹងទទួលបានផលប៉ះពាល់ខ្លាំងមែនទែនហើយសូម្បីតែឥឡូវហ្នឹងអារ៉ង់កំពុងតែប្រឈមមុខជាមួយនឹងសេដ្ឋកិច្ចខ្លាំងមែនទែនអញ្ចឹងអាចនិយាយថាឥឡូវហ្នឹងមិនទាន់ជាវាយប្រហារគ្នាទេអាមេរិកឈ្នះបាត់ហើយហ្នឹងបងប្អូនអាមេរិកឈ្នះទៅលើសេដ្ឋកិច្ចបាត់ហើយក៏ប៉ុន្តែបើសិនជាវាយទៀតយើងអាចដឹងបានយើងអាចមើលឃើញបានថាអារ៉ង់មានតែថាមានព្រៀបតិចមែនទែនទៅលើអាមេរិកគឺគាត់ខ្លាំងស្រាប់ហើយអញ្ចឹងបើសិនជាអាមេរិកចង់បំបាក់អារ៉ង់បំបាក់បានយូរហើយក៏ប៉ុន្តែអាមេរិកគឺគាត់ចង់ចរចាបែបសន្តិវិធីគាត់អត់ចង់ប្រើទៅលើអាមេរិកគឺគាត់អត់ចង់ប្រើទៅលើកម្លាំងបាយនិយាយមកទាំងស្រួលស្ដាប់ហ្នឹងហើយអញ្ចឹងមានតែចាំមើលបន្តទៀតព្រោះបើសិនជាករណីថាអាមេរិកបន្តទៅលើការចរចាហ្នឹងអារ៉ង់អាចនឹងប្រឈមមុខជាមួយនឹងសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងមែនតើអញ្ចឹងអាចនឹងបានអាចនិយាយបានថាអាមេរិកនឹងអារ៉ង់នឹងព្យាយាមក្នុងការចរចាឲ្យបានលឿនបំផុតតាមតែអាចធ្វើបានដែរហ្នឹងហើយអញ្ចឹងយើងមានតែរងចាំមើលទាំងអស់គ្នាកាលពីយប់មិញហ្នឹងការចរចាហ្នឹងខ្ញុំគិតថាអាចនឹងស្រេចបាច់ហើយរួចរាល់ហើយក៏ប៉ុន្តែអត់ទេការចរចានៅតែមានការបន្តទៀតរហូត3ដងហើយអញ្ចឹងមានលើកទី4មានលើកទី5ឲ្យសង្ស័យបានបញ្ចប់ទៅលើកិច្ចចរចាមួយហ្នឹងអញ្ចឹងយើងមានតែរងចាំមើលទាំងអស់គ្នាទេហើយសម្រាប់តម្លៃមាសដូចខ្ញុំនិយាយបញ្ជាក់បងប្អូនអញ្ចឹងតម្លៃមាសយើងនៅតែធ្វើការអាចទិញបានទេទាំងមាសស្រស់ខាងក្រៅទាំងមាសនៅក្នុងទីផ្សារសកលនេះអញ្ចឹងខ្ញុំបញ្ជាក់ជូនបងប្អូនមួយទៀតសម្រាប់បងប្អូនដែលអត់តយល់ច្បាស់ពីការទិញលក់មាសស្រស់នៅខាងក្រៅបងប្អូនអាចសួរខ្ញុំបានដូចគ្នាក៏ដូចគ្នាបើសិនជាករណីថាបងប្អូនចង់ទិញមាសឬមួយក៏លក់មាសនៅក្នុងទីផ្សារសកលនេះបងប្អូនអាចសួរខ្ញុំបានដូចគ្នាវាមានខុសគ្នាវាមានភាពខុសគ្នាវាមានផលប្រយោជន៍ជាងខ្លួនទៅលើការទិញមាសស្រស់ខាងក្រៅក៏ដូចជាទិញមាសក្នុងទីផ្សារសកលនេះអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នា